ម្ដុំនេះម្ដុំចង្កេះយើងពេលដែលយើងក្រោកពីសម្រាកហើយមានអារម្មណ៍ថារឹងអោនអត់ចុះមានករណីឈឺចង្កេះមួយអាចជាករណីដែលអ្នកទាំងអស់គ្នានឹងអាសាជួបញឹកញាប់គឺការឈឺចង្កេះនៅម្ដុំនេះម្ដុំចង្កេះយើងពេលដែលយើងក្រោកពីសម្រាកហើយមានអារម្មណ៍ថារឹងអោនអត់ចុះហើយនៅពេលដែលអែនទៅមានអារម្មណ៍ថាចាក់នៅកូនចង្កេះហើយនៅពេលដែលយកដៃស្ទាបនៅលើឆ្អឹងកងយកដៃស្ទាបនៅលើឆ្អឹងកងហ្នឹងមានអារម្មណ៍ថាឈឺហើយចាក់បាទអញ្ចឹងវាអាចនឹងជារោគសញ្ញានៃការរលាកសន្លាក់ faucet ដែលជាប់នឹងចង្កេះហ្នឹងសួរថានៅពេលដែលរលាកអញ្ចឹងយើងធ្វើយ៉ាងម៉េចចំពោះខ្ញុំមានតែលំហាត់ប្រាណទេលំហាត់ប្រាណទី1ហ្នឹងគឺយើងធ្វើឆាផុសធ្វើតិចមកខ្នងនេះកុំអែនយកកោបន្តិចហើយយើងបញ្យឺតមកបាទយើងបញ្យឺតហើយទប់1 2 3 4 5រហូតដល់20យើងធ្វើ4ទៅ5ដងហ្នឹងហើយ24ទៅ5ដងទៅហើយសម្រាប់យើងធ្វើទី2មួយទៀតមកបញ្ឈរជង្គង់យើងហើយបាទយើងរេតិចបាទរេតិចហ្នឹងហើយរេតិចកុំឲ្យលឿនពេកពី10ទៅ15រេ2ទៅ3ជុំមកបន្ទាប់មកទៀតយើងមានលំហាត់មួយទៀត side plank បាទយើងធ្វើបែបហ្នឹងខ្លួនយើងឲ្យត្រង់បាទរេខ្លួនយើងឲ្យត្រង់ដកដង្ហើមចូលក្រោកឡើងតម្លាក់ចក្រោកឡើងតម្លាក់ចក្រោកឡើងតម្លាក់ចបាទក្រោកឡើងតម្លាក់ចក្រោកឡើងតម្លាក់ចយើងធ្វើ10ទៅ12ដងមកហើយយើងធ្វើ10ទៅ12ដងទៅបាទបន្ទាប់មកយើងអាចបើកកម្លៀតបន្តិចបាទបើកកម្លៀតចង្កេះយើងនេះយើងមានអីមួយយើងដាក់ជើងមួយពីខាងក្រោយយើងលាជើងហើយយើងបធូរបាទមួយបាទតិចចឹងមកតិចចំហៀងអញ្ចឹងហើយយើងតម្លាក់ចុះក្រោកឡើងតម្លាក់ចុះក្រោកឡើងតម្លាក់ចុះក្រោកឡើងយើងធ្វើ10ទៅ12ទៅយើងធ្វើយឺតបានឥឡូវយើងចូលដល់ plan មួយទៀតប៉ុណ្ណេះមកលាជើងឲ្យត្រង់ឲ្យទប់មកបាទយើងទប់អញ្ចឹងមក1 2 3 4 5 6 7 8 9 រហូតដល់30វិនាទីបាទយើងផ្លែង30វិនាទីយើងធ្វើ3ទៅ5ជុំ3ទៅ5ដងបាទ3ទៅ5ដងទាំងអស់ហ្នឹងគឺជារបៀបនៃការដោះស្រាយបញ្ហាដែលខ្ញុំរៀបរាប់ហ្នឹងអ្នកទាំងអស់គ្នាអាចអនុវត្តបាននៅផ្ទះដោយខ្លួនឯងនៅក្នុងវីដេអូនេះយើងចប់ប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយចុងក្រោយកុំភ្លេច follow ម្នាក់មួយបាយបាយ